សូមទាំងអស់គ្នាស្វាគមន៍មកកាន់ខ្ញុំ Ultra Boy Studio ហើយថ្ងៃនេះផងដែរខ្ញុំមកធ្វើការនិយាយតាក់ទងអំពីក្រុមចៅស្មោះខ្លាំងៗទាំង10នៅក្នុងរឿង One Piece អូខេនៅអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅទស្សនាវីដេអូនេះជាមួយនឹងខ្ញុំទាំងអស់គ្នា Let's go អញ្ចឹងបងប្អូនអ្នកទាំងអស់គ្នាជឿដឹងថាក្រុម Straw Hat Pirate ឬក៏ក្រុម Ball Luffy នឹងជាប់លេខប្រមាណអូខេនឹងអ្នកទាំងអស់គ្នាមកទស្សនាវីដេអូនេះទាំងអស់គ្នាខ្ញុំសូមធ្វើការរាប់ពីលេខ10ទៅមុនអញ្ចឹងថាលេខ10គឺក្រុមដែលមានឈ្មោះថា Kid Pirate ក្រុមចៅសមុទ្រដែលមានឈ្មោះថា Kid Pirate គឺដឹកនាំដោយមេដឹកនាំម្នាក់ដែលមានឈ្មោះថា Eustace Kid ដែលគាត់ធ្លាប់ញ៉ាំផ្លែឈើពិសេសមួយដែលមានឈ្មោះថា Magnet Fruit ក្រុមនេះមានភាពឆ្លាតវៃនៅក្នុងការបង្កើតអាវុធនិងចូលរួមសង្គ្រាម Wano ទោះជាយ៉ាងណាក៏ដោយក្រោយពីចាញ់ឆេងនៅ Elbas ក្រុមនេះត្រូវបានគេចាត់ទុកថាជាក្រុមដែលខ្សោយជាងក្រុមដទៃទៀតដែលមានចំនួនថាលេខ10យើងយកទៅកាន់ក្រុមដែលមានចំនួនថាលេខ9វិញដែលចំនួនថាលេខ9គឺបានទៅលើក្រុម Hat Pirate ក្រុម Hat Pirate គឺដឹកនាំដោយមេដឹកនាំដែលមានឈ្មោះថា Law ដែលក្រុមនេះបានសហការជាមួយនឹងក្រុម Straw Hat Pirate ដែលជាក្រុមរបស់ Luffy ផងដែរ Law ធ្លាប់ញ៉ាំផ្លែឈើ Devil Fruit មួយដែរ Devil Fruit នោះគឺមានឈ្មោះថា Ope no Mi ក្រុម Hat Pirate គឺជាក្រុមដែលមានសមត្ថភាពខ្ពស់ខាងវិជ្ជាពេទ្យហើយក៏ការប្រយុទ្ធផងដែរប៉ុន្តែក្រុមនេះគឺមិនសូវមានអ្នកខ្លាំងទេដែលអ្នកខ្លាំងគឺមានតែ Law ម្នាក់គត់ដូច្នេះហើយទើបធ្វើឲ្យក្រុមនេះជាប់ចំណាត់ថាលេខ9នៅក្នុងចំណោមក្រុមខ្លាំងៗនៅក្នុងរឿង One Piece ចំណុចឋានលេខ8វិញគឺបានទៅលើក្រុម Beast Pirate ឬក៏ជាក្រុមរបស់ Kaido គឺជាចៅសម្រាប់រូបដែលគេទទួលស្គាល់ថាជាបុរសដែលរឹងមាំនៅក្នុងពិភពលោកក្រុមរបស់ Kaido គឺមាន All Star ដូចជា King, Queen និង Jake ហើយបង្កើត Smile Army ដែលមានអ្នកប្រើ Zone Fruit ច្រើនបំផុតក្រោយពីចាញ់ក្រុមរបស់ Luffy ក្រុម Kaido គឺត្រូវបានចុះខ្សោយយ៉ាងខ្លាំងឆ្នេះហើយទើបធ្វើឲ្យក្រុម Kaido មានចំណាត់ថាលេខ8នៅក្នុងពិភព One Piece យើងចូលទៅកាន់ក្រុមដែលមានចំណាត់ថាលេខ7វិញដែលក្រុមដែលមានចំណាត់ថាលេខ7គឺក្រុមដែលមានឈ្មោះថា Big Mom Pirate ដែលក្រុម Big Mom Pirate គឺដឹកនាំដោយអ្នកដឹកនាំដែលមានឈ្មោះថា Big Mom ផ្ទាល់តែម្ដងដែល Big Mom គឺគាត់មានសមត្ថភាពដោយសារតែផ្លែឈើពិសេសឬក៏ផ្លែឈើបិសាចរបស់គាត់ដែលមានឈ្មោះថា Soul Fruit ក្រុមនេះគឺមានសមាជិកខ្លាំងៗដូចជា Katakuri, Smoothiesហើយ Perospero ផងដែរក្រុមនេះមានអំណាចលើ Wool Cakes Island និងពង្រីកអំណាចតាមបណ្ដោយ Grand Line យើងចូលទៅកាន់ក្រុមដែលមានចំណាត់ថ្នាក់លេខ6វិញដែលក្រុមដែលមានចំណាត់ថ្នាក់លេខ6គឺក្រុមដែលមានឈ្មោះថា Cross Guild អធិស្ឋានដល់អ្នកទាំងអស់គ្នាបើសិនជាខ្ញុំអានពាក្យនេះខុសឬក៏អានពាក្យផ្សេងៗខុសនេះគឺអធិស្ឋានខ្លាំងមែនទែនក្រុម Cross Guild គឺជាក្រុមដែលបង្កើតថ្មីដោយ Crocodile, Mihawk និង Baki ក្រុមនេះគឺមានគំនិតខុសពី Pirate ធម្មតាក្រុម Cross Guild គឺកំពុងតែសាងសង់អំណាចរបស់ពួកគេចំណាត់ថ្នាក់លេខ5គឺបានទៅលើក្រុមដែលមានឈ្មោះថា Whitebeard Pirate ក្រុម Whitebeard Pirate គឺដឹកនាំដោយ Whitebeard ផ្ទាល់ Whitebeard គឺជាស្ដេចចៅសមុទ្រមួយរូបហើយក៏ជាតួអង្គម្នាក់ដែលមានសេចក្តីស្រឡាញ់និងថែរក្សាដល់សមាជិករួមក្រុមរបស់គាត់ Whitebeard គឺជាតួអង្គតែម្នាក់គត់ដែល Goldie Roger ទទួលស្គាល់ថាគាត់គឺជាតួអង្គដែលអាចប្រយុទ្ធជាមួយនឹង Goldie Roger បានអំណាចនៃ Gura Gura no Mi គឺខ្លាំងមែនទែនវាជាភស្តុតាងមួយនៅ Marineford ក្រុមនេះមាន Commander ខ្លាំងៗ16រូបមានបងប្អូនដូចជា Ace Jutsu Vita ហើយនិង Marco បន្ទាប់ពី Whitebeard បានស្លាប់ទៅក្រុមនេះគឺបានបែកបាក់ម្ដងបន្តិចប៉ុន្តែឥទ្ធិពលនិងសមត្ថភាពនៃក្រុមនេះគឺនៅខ្លាំងដូចតើយើងចូលទៅកាន់ចំណាត់ថ្នាក់លេខ4ដែលចំណាត់ថ្នាក់លេខ4គឺជាក្រុមដែលមានឈ្មោះថា Roger Pirate ហើយក្រុម Roger Pirate គឺដឹកនាំដោយមេដឹកនាំម្នាក់ដែលមានឈ្មោះថា Goldie Roger ដែល Goldie Roger គឺជាអតីតស្ដេចចៅសមុទ្រមួយរូបនៅក្នុងពិភព One Piece ផងដែរក្រុមនេះគឺបានធ្វើដំណើរជុំវិញទឹកដី Grand Line រហូតទៅដល់កន្លែងមួយទៀតដែលមានឈ្មោះថា Last Hall សមាជិកម្នាក់ទៀតដែលលេចធ្លោខ្លាំងគឺ Silver Relic គាត់គឺជាអ្នកគ្រប់គ្រងនាវាហើយក៏ជាគ្រូរបស់ Luffy ដែលក្នុងការបង្រៀន Luffy ឲ្យចេះ Haki ក្រុមនេះគឺមានសមាជិកខ្លាំងៗដូចជា Oden, Gaben ហើយនិង Shanks ដែលកាលនោះ Shanks គឺជាតួអង្គម្នាក់ដែលនៅក្មេងទេបន្ទាប់ពី Goldie Roger បានស្លាប់ក្រុមផ្សេងៗក៏បានកើតឡើងជាច្រើនចំណុចថ្នាក់លេខ3គឺក្រុមដែលមានឈ្មោះថា Blackbeard Pirate ក្រុម Blackbeard Pirate គឺបង្កើតឡើងដោយតួអង្គម្នាក់ដែលមានឈ្មោះថា Blackbeard ឬក៏ឈ្មោះរបស់គាត់មានទៀតគឺ Marshall Dietrich Blackbeard គឺជាតួអង្គម្នាក់គត់ដែលមានថាមពលពី Devil Fruit 2គឺ Yami Yami no Mi និងGura Gura no Mi ដែល Gura Gura no Mi នឹងគឺធ្លាប់ជាផ្លែឈើបិសាចរបស់ Whitebeard សមាជិកនៅក្នុងក្រុម Blackbeard Pirate ភាគច្រើនគឺសុទ្ធតែជាអតីតអ្នកទោសនៅក្នុងគុក Impel Down ហើយមានដូចជា Shiryu, Devon ហើយនិង Vol Blackbeard គឺជាគ្រោះថ្នាក់មួយរបស់ Luffy ក៏ដូចជា Pirate ទាំងមូលផងដែរសារតែគេចេះបាច់យុទ្ធសាស្ត្រច្រើនយើងចូលទៅកាន់ចំណាត់ថ្នាក់លេខ2អញ្ចឹងចំណាត់ថ្នាក់លេខ2នោះគឺបានទៅលើក្រុមដែលមានឈ្មោះថា Red Hair Pirate ក្រុម Red Hair Pirate គឺដឹកនាំដោយ Shanks ផ្ទាល់តែម្ដងដែល Shanks គឺជាមេដឹកនាំដែលស្ងៀមស្ងាត់ហើយមានយុទ្ធសាស្ត្រខ្ពស់ខ្លាំងមែនទែនក្រុមមួយនេះគឺទទួលបានការចាប់អារម្មណ៍ជាច្រើនតាមរយៈការមិនប្រើប្រាស់ Devil Fruit របស់ពួកគេប្រើតែ Haki តែប៉ុណ្ណោះ Shanks ត្រូវបានគេទទួលស្គាល់ថាជាមនុស្សដែលមាន Hazuku Haki ខ្លាំងបំផុតហើយគេប្រើវាដើម្បីបំបែកចលនារបស់សត្រូវ Shanks ក៏បានបង្ហាញអំណាចដ៏គួរឲ្យភ្ញាក់ផ្អើលរបស់គាត់នៅក្នុង Elbas នៅពេលដែលគាត់បានផ្ដួល Eustace Kid
ដោយ one shot ក្រុមនេះគឺជាក្រុមដែលមានសមត្ថភាពខ្លាំងប៉ុន្តែស្គីនស្ងាត់បំផុតយើងចូលទៅកាន់ចំណាត់ថ្នាក់ចុងក្រោយឬក៏ក្រុមចុងក្រោយដែលខ្លាំងជាងគេបំផុតនៅក្នុងពិភព One Piece នោះគឺក្រុម Straw Hat Pirate ដែលជាក្រុមរបស់ Luffy ផ្ទាល់ហើយក៏ដឹកនាំដោយ Luffy ផងដែរ Monkey D. Luffy គឺជាមេដឹកនាំនៅក្នុងក្រុម Straw Hat Pirate ឬក៏ក្រុមមួកចម្បាំងគាត់គឺជាបរិសម្នាក់ដែលមានការបដិញ្ញាខ្ពស់ខ្លាំងបំផុតនៅក្នុងការក្លាយទៅជាស្ដេចចោលសមុទ្រនៅក្នុងពិភព One Piece នៅក្នុងក្រុមនេះគឺមិនត្រឹមតែមានមេដឹកនាំខ្លាំងទេប៉ុន្តែសមាជិកនៅក្នុងក្រុមនេះសុទ្ធតែជាសមាជិកដែលខ្លាំងនៅក្នុងក្រុមនេះផងដែរ Roronoa Zoro គឺជាអ្នកគុណនិយមដៅ3នៅក្នុងក្រុម Straw Hat Pirate ហើយគាត់គឺជា Hoshikudo Haki ជាមួយនឹង Kongoro Cutting ផងដែរ Sanji គឺជាបុរសដែលមានសមត្ថភាពខ្លាំងនៅក្នុងការធាក់ដែលគាត់ប្រើជើងរបស់ Nico Robin គឺជាបុរាណវិទូម្នាក់ផងដែរហើយនឹងជាច្រើនទៀតដូចជា Nami Frankie Usopp Chopper Jinbei ហើយនឹង Brook ផងដែរ Luffy ក៏ធ្លាប់បានផ្ដួល Kaido និង Big Mom នៅក្នុងសង្គ្រាម Wano ផងដែរពួកគេក៏នឹងកំពុងខ្លាចទៅជាក្រុមដែលគួរឲ្យខ្លាចផងដែរនៅក្នុងសម័យ Final Saga អូខេហ្នឹងហើយអញ្ចឹងយើងបានឈានមកដល់ទីបញ្ចប់ហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តកុំភ្លេចចុច like subscribe ទៅលើ channel ខ្ញុំម្នាក់មួយហ្នឹងហើយអធិស្ឋានខ្លាំងមែនទែនបើសិនជាខ្ញុំយកព័ត៌មានមកខុសអញ្ចឹងណាអ្នកទាំងអស់គ្នាអាច comment កែសម្រួលបានអញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយហ្នឹងហើយបាយបាយ